បាទសួស្តីពុកម៉ែបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំបាទជាងតូនមកបង្ហាញផ្ទះដែលខ្ញុំបាទសាងសង់រួចមួយកន្លែងទៀតហើយពុកម៉ែបងប្អូនហើយផ្ទះនេះដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសំណាងក្រោមឃុំខ្ជាយខាងជើងស្រុកដងតុងខេត្តកពតពុកម៉ែបងប្អូនហើយយើងបញ្ចប់ 100% ហើយផ្ទះនេះមានទទឹង6ម៉ែត្របដោយ12ម៉ែត្រពុកម៉ែបងប្អូនល្អពុកម៉ែបងប្អូនទ្រង់ជ្រាយគឺស្អាតមែនតើសម្រាប់ថ្នាំពណ៌គឺខាងបងចាស់ផ្ទះគឺគាត់រៀបចំគាត់អ្នកកំងដែលរើសខ្លួនឯងពុកម៉ែបងប្អូនគឺគាត់រើសបានស្អាតមែនតើហើយកញ្ចក់យើងដាក់កញ្ចក់រ៉ៃស៊ីនជូនគាត់បងប្អូនសម្រាប់ចេដាគឺយើងធ្វើយើងបិទប្រូខ្មៅហើយយើងមានបិទជាថាខាងមើលទៅស្អាតបងប្អូនហើយសម្រាប់ការប្រើប្រាស់នៅទ្វារខាងមុខគឺយើងប្រើប្រាស់ទ្វារឈើស្អាតបងប្អូនខាងមុខខាងក្នុងបងប្អូនណាខាងក្នុងកន្លែងទទួលភ្ញៀវមានសភាពធំទូលាយមែនទែនបងប្អូនកន្លែងទទួលភ្ញៀវនេះយើងបិទការ៉ូអញ្ចឹងពុំ1.30 ម៉ែត្របងប្អូនហើយយើង highlight នៅជើងជញ្ជាំងការ៉ូខ្មៅមកទឹកមើលទៅស្អាតណាបងប្អូនណាហើយបណ្ដានយើងលេងបណ្ដានម៉ូដហើយសម្រាប់បណ្ដាននេះគឺខាងម្ចាស់ផ្ទះគាត់កំងបងប្អូនយើងតម្រូវតាមម្ចាស់ផ្ទះបណ្ដានពូលនេះគឺគាត់អាចរើសបានហើយសម្រាប់ផ្ទះនេះយើងមានបន្ទប់គេង2បន្ទប់ទឹកមួយផ្ទះបាយមួយនិងកន្លែងទទួលភ្ញៀវបងប្អូនហើយនេះជាបន្ទប់គេងទី1បន្ទប់មេគ្រួសារបន្ទប់គេងទី1ទី2យើងប្រើប្រាស់ទ្វារឈើទាំងអស់បងបណ្ដានយើងប្រើយើងលេងបណ្ដានម៉ូដពូឆ្លុះហើយសម្រាប់ការ៉ូគឺយើងបិទដូចនៅកន្លែងទទួលភ្ញៀវខាងមុខចឹងបងប្អូនយើងមានបិទនៅកម្ពស់ 1.30 ម៉ែត្រនិង highlight ជើងជាងខ្មៅមកទឹកបងប្អូន 6.12 ផ្ទះនេះបងប្អូនប្រើប្រាស់នៅទ្វារឈើហើយសម្រាប់ខាងនេះផ្ទះបាយបងប្អូនហើយខាងនេះគឺបន្ទប់គេងទី2បន្ទប់គេងទី1ទី2កន្លែងទទួលភ្ញៀវគឺយើងបិទការ៉ូអញ្ចឹងមួយឈុតហ្មងបងប្អូនបានន័យថា highlight ក៏មួយឈុតអាលើនោះមួយឈុតបងប្អូនមើលទៅស្អាតណាស់ហើយយើងងាកមកខាងនេះបន្ទប់ទឹកបងប្អូនណាបន្ទប់ទឹកយើងមានចានបន្ទប់ទឹកឡាបូលោកមុខការឈូសខ្សែអនាម័យនិងដង្ហាល់បឺតនៅខាងលើបងប្អូនអញ្ចឹងថ្ងៃនេះយើងបញ្ចប់ការដ្ឋាន2កន្លែងបងប្អូនយើងបញ្ចប់ការដ្ឋាន2កន្លែងនៅខាងខេត្តកពតទាំងអស់ការដ្ឋានទី1គឺនៅខាងជុំគិរីការដ្ឋានទី2គឺនៅខាងស្រុកដងតុងបងប្អូនណាខាងដងតុងអញ្ចឹងពុកម៉ែបងប្អូនដែលនៅខាងស្រុកដងតុងនៅខាងខ្ជាយខាងជើងអាចមកមើលដល់ទីតាំងបានពុកម៉ែបងប្អូនណាអាចមកមើលដល់ទីតាំងបានហើយក៏អរគុណដល់ពុកម៉ែបងប្អូនច្រើនដែលបានគាំទ្រនៅเพจជាងទិញមកការសាងសង់ខ្ញុំបាទហើយខ្ញុំបាទជាងទិញមកការសាងសង់គឺទទួលសាងសង់25ខេត្តក្រុងពុកម៉ែបងប្អូនអាចតាក់ទងមកខ្ញុំបាទបានតាមរយៈលេខទូរស័ព្ទឬក៏តាមเพจអរគុណច្រើន